នៅពេលដែល Lionel Messi និង Cristiano Ronaldo កំពុងឈានចូលទៅចុងបញ្ចប់នៃអាជីពបាល់ទាត់អ្នកគាំទ្រជុំវិញពិភពលោកកំពុងសួរសំណួរមួយដ៏ធំតើអ្នកណានឹងក្លាយជា GOAT បន្ទាប់ក្នុងចំណោមកីឡាករវ័យក្មេងជាច្រើនឈ្មោះមួយដែលលេចធ្លោជាងគេគឺ Lamine Yamal កីឡាករវ័យក្មេងរបស់ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះកំពុងបំបែកកំណត់ត្រាជាច្រើនតាំងពីអាយុត្រឹមតែ16ឆ្នាំគាត់ក្លាយជាកីឡាករថ្មីបំផុតដែលបង្ហាញខ្លួនឲ្យ Barcelona នឹងបន្តបង្កើតប្រវត្តិសាស្ត្រនៅកម្រិតអន្តរជាតិ Lamine Yamal មិនមែនគ្រាន់តែជាកីឡាករមានល្បឿនលឿននោះទេគាត់មានជំនាញបច្ចេកទេសខ្ពស់ការបញ្ជូនបាល់ដល់ឆ្លាតវៃនិងសមត្ថភាពឆ្លងកាត់ខ្សែការពារដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននឹកឃើញដល់ Lionel Messi នៅពេលដែលគាត់នៅវ័យក្មេងនៅ Euro 2024 Yamal បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនឹងការជួយអេស្ប៉ាញឈ្នះជើងឯកនិងទទួលបានពាន Young Player of the Tournament គាត់ក៏បានបង្កើតកំណត់ត្រាជាច្រើនជាមួយកីឡាករក្មេងៗបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតមិនមែនត្រឹមតែប៉ុណ្ណោះនៅរដូវកាល 2025-2026 គាត់បានក្លាយជាតួអង្គដ៏សំខាន់របស់ Barcelona ដោយជួយឲ្យក្លឹបឈ្នះពានក្នុងស្រុកនិងទទួលបានកីឡាករល្អប្រចាំនៅ La Liga ប៉ុន្តែសំណួរធំបំផុតនៅតែមានតើគាត់អាចឈានដល់កម្រិត Messi បានដែរឬទេ Messi បានឈ្នះ Ballon d'Or ជាច្រើនលើកបង្កើតកំណត់ត្រារាប់មិនអស់និងឈ្នះ World Cup អ្វីជាក្តីស្រមៃរបស់កីឡាករគ្រប់រូបដើម្បីឈានដល់កម្រិតនោះ Yamal ត្រូវតែរក្សាទម្រង់លេងកំពូលរបស់គាត់រយៈពេល10ឆ្នាំទៀតវាជាអ្វីដែលពិបាកបំផុតក្នុងពិភពបាល់ទាត់ទោះជាយ៉ាងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ Lamine Yamal កំពុងបង្កើតសមិទ្ធផលដែលកីឡាករវ័យក្មេងដូចគ្នាជាច្រើនមិនធ្លាប់ធ្វើបានអ្នកគាំទ្រនិងអ្នកវិភាគជាច្រើនបានចាត់ទុកគាត់ថាជា Generational Talent ឬទេពកោសល្យកម្ររកបានម្ដងក្នុងមួយជំនាន់ប៉ុន្តែ God មិនត្រូវបានសម្រេចត្រឹមអាយុ18ឬ19ឆ្នាំនោះទេគាត់ត្រូវការភាពជោគជ័យយូរអង្វែងភាពស្ថិរភាពនិងការឈ្នះពានធំៗជាបន្តបន្ទាប់នេះហើយជាអ្វីដែល Messi និង Ronaldo ធ្វើអស់រយៈពេលជាងមួយទសវត្សរ៍ដូចនេះចម្លើយនៅពេលនេះគឺតើ Lamine Yamal មិនមែនជា God ថ្មីទេប៉ុន្តែគាត់គឺជាបេក្ខភាពដ៏ខ្លាំងបំផុតម្នាក់សម្រាប់ការកាន់កាប់ពិភពបាល់ទាត់នាសម័យក្រោយបន្ទាប់ពី Messi និង Ronaldo ប៉ុន្តែប្រសិនបើគាត់បន្តអភិវឌ្ឍដូចសពថ្ងៃនេះប្រហែលជា10ឆ្នាំខាងមុខយើងអាចនឹងនិយាយអំពី Lamine Yamal ដូចដែលយើងធ្លាប់និយាយអំពី Lionel Messi ដែរដល់អ្នកវិញតើអ្នកគិតថា Lamine Yamal អាចក្លាយជា GOAT បន្ទាប់បានទេសេចក្តីមតិរបស់អ្នកខាងក្រោម